ណែពួកដែងពួកឯងចំណាប់បាត់អស់ហើយបាទលោកសេដ្ឋីពួកខ្ញុំមកចុះអាចឆ្កែទាំង500នោះវាធ្វើស្អីបានជាបណ្ដោយឲ្យចោលចូលមកលួចទ្រព្យសម្បត្តិអញចិត្តអស់អាលីដូច្នេះណែពួកដែងរកគ្នាចាំអីទៀតឯងចាប់ឆ្កែទាំង500នោះយកវាទៅវាយសម្លាប់ចោលអស់ទៅកុំទុកចិញ្ចឹមនាំតែបំបងបាយទៀតគឺនាំគ្នាទៅព្រានទៅបាទលោកសេដ្ឋីអាចឆ្កែបំបងបាយអញប្រើពួកឯងយកឆ្កែទាំង500ទៅសម្លាប់តើពួកឯងកប់ខ្មោចឆ្កែទាំងនោះនៅឯណាបានជជះក្លិនស្អុយមកខ្លាំងម្ល៉េះបាទពួកខ្ញុំបានកប់ខ្មោចឆ្កែនោះនៅព្រៃឆ្ងាយណាស់មិនអាចធំក្លិនមកដល់ទេនេះប្រកាសជាមានក្លិនអ្វីស្អុយមកពីកន្លែងផ្សេងហើយលោកម្ចាស់ក្លិនស្អុយទាំងនេះគឺចេញពីក្នុងរូងអងម៉ងមួយនៅក្រោមឃ្លាំងសង្ស័យតែមានអ្វីស្លាប់នៅក្នុងទីនោះជាប្រកាសហើយលោកម្ចាស់បើអញ្ចឹងពួកឯងទី2នាក់នាំគ្នាទៅមើលតើមានស្អីស្លាប់នៅក្នុងរូងនោះបានជាស្អុយខ្លាំងម្ល៉េះបាទលោកម្ចាស់តោះលោកម្ចាស់ខ្ញុំបានប្រទះឃើញខ្មោចចោលចំនួន500នាក់បានស្លាប់នៅក្នុងរូងអងម៉ងដែលវាជីកលួចទ្រព្យសម្បត្តិពីក្នុងឃ្លាំងហើយឃើញសុទ្ធតែស្នាមចង្គមឆ្កែខំទាំងអស់លោកម្ចាស់បើអញ្ចឹងអញប្រកាសជាវាឆ្កែខុសហើយព្រោះវាបានខំចោលទាំងអស់នោះស្លាប់តែអញមិនបានពិចារណារកហេតុផលគួរស្ដាយណាស់តើអញទៅរកឆ្កែណាបានល្អដូច្នេះទៀតរឿងនេះចប់ហើយតើអស់លោកអ្នកពេជ្ជឃាតនេះយល់យ៉ាងណាដែរក្រោយពីខំប្រឹងស្ដាប់ទាំងអស់គ្នានេះគួរក្តៅក្រហាយណាស់ធ្វើជាសេដ្ឋីមានទ្រព្យសម្បត្តិដល់ទៅ8កោដឃ្លាំងមិនក៏បញ្ជាឲ្យគេវាឆ្កែសម្លាប់ដោយគ្មានពិចារណារកហេតុផលខុសត្រូវសោះអញ្ចឹងរឿងសេដ្ឋីវាឆ្កែខុសនោះក៏មិនខុសពីរឿងលួងបញ្ជាឲ្យគេយកមាយើងមកសម្លាប់ទីកណ្ដាលយប់យ៉ាងនេះដែរបើពុំបានជំនុំជម្រះឲ្យបានម៉ត់ចត់ទេនោះមុខជាមានការស្ដាយក្រោយហើយបើអញ្ចឹងលោកនេះធ្វើឯងពិតជាមិនព្រមបើកធ្វើឲ្យមែនទេយើងនឹងបើកឲ្យតែចាំភ្លឺច្បាស់ស្រួលសិនយប់អត្រិតដូច្នេះយើងមិនបើកឲ្យទេព្រោះខុសនឹងច្បាប់មេត្រាពីបារាណមកចូលអ្នកនាំគ្នាទៅរកទ្វារអាណាផ្សេងទៀតទៅអញ្ចឹងមិនអីទេយើងទៅរកទ្វារទិសប្រចាំទៀតតោះទៅណែនេះទ្វារទិសប្រចាំឆាប់បើកទ្វារយើងភ្លាមព្រះករណាជាអង្គម្ចាស់មានព្រះរាជបញ្ជាឲ្យពួកយើងនាំទៅទោសមាយើងនេះទៅប្រហារជីវិតយើងមិនបើកឲ្យទេពេលនេះចាំស្អែកព្រឹកសិនទៅតើមានហេតុផលអីបានជានាយទ្វារឯងមិនព្រមបើកទ្វារឲ្យយើងព្រោះនេះជាព្រះរាជបញ្ជារបស់លោកណាមែនហើយប្រាប់ពួកយើងដឹងផងតើមើលបានជាយើងមិនព្រមបើកឲ្យព្រោះការបញ្ជាឲ្យយកមនុស្សទៅសម្លាប់តែកណ្ដាលអាត្រិតតែមិនទាន់បានជំនុំជម្រះរកខុសត្រូវច្បាស់លាស់មុនដូច្នេះនឹងបណ្ដាលឲ្យមានការភ័ន្តច្រឡំស្ដាយក្រោយដូចជារឿងនិទានព្រះមហាក្សត្រចិញ្ចឹមសេកនោះជាក់ជាមិនខានឡើយដូច្នេះយើងមិនបើកឲ្យអ្នកទេអញ្ចឹងរឿងព្រះមហាក្សត្រចិញ្ចឹមសេកនោះតើវាយ៉ាងណាខ្លះនិយាយប្រាប់យកដឹងផងបានទេមិនអីទេចូលចាំស្ដាប់ចុះកាលពីព្រេងនាយមានព្រះរាជាមួយអង្គចិញ្ចឹមសត្វសេកមួយដ៏មានរូបឆោមលំពណ៌ល្អវិសេសពេកក្រៃលើបាក់សីសត្វសេកនានាទើបធ្វើឲ្យព្រះរាជាទ្រង់មានក្តីងឿងឆ្ងល់ក៏ត្រាស់សួរទៅកាន់សត្វសេកនោះនៅថ្ងៃមួយសត្វសេកមួយនេះ